បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតជាមួយសាច់រឿងថ្មីបាទអញ្ចឹងថ្ងៃនេះយើងមានរឿងថ្មីមួយទៅនឹងរឿងមេម៉ាយូជូមាត់បាទអញ្ចឹងសាច់រឿងនេះគឺមានដូចតទៅបាទគឺមានអ្នកស្រីម្នាក់នោះគឺជាស្រីមេម៉ាយដែលជាមេម៉ាយស្រុកស្ដំបាទម៉ាយស្នុកបាទដែលមានឈ្មោះថាអ្នកស្រីកញ្ញាគឺស្រីមេម៉ាយវ័យបែបចុងខ្សែហើយគាត់មានទ្រព្យសម្បត្តិស្រុកស្ដំតែរកគូព្រៀបផ្ទឹមគ្មានបាទនិយាយទៅគាត់មានផ្ទះវិឡាធំស្កឹមស្កៃមានឡានទំនើបបាទហើយដីរបស់គាត់ហ្នឹងគឺធំលាតសន្ធឹងរាប់ហិកតាឯណោះបាទហុំព័ទ្ធដោយសួនច្បារពិនិត្យនិងអាងហាលទឹកដ៏ធំផងដែរបាទនាងជាម្ចាស់ក្រុមហ៊ុននាំចេញនាំចូលដ៏ធំដែលទាមទារភាពហ្មត់ចត់និងភាពជាអ្នកដឹកនាំខ្ពស់បាទក្រៅពីជោគជ័យផ្នែកបុកជំនួញអ្នកស្រីកញ្ញានៅតែរក្សាសម្រស់ដ៏ផូរផង់របស់នាងបានយ៉ាងល្អតែងខ្លួនជានិច្ចជាមួយនឹងម៉ូដសម្លៀកបំពាក់ទាន់សម័យប្រណិតនិងបញ្ចេញនៅរូបសម្រស់ទាក់ទាញគួរឲ្យខ្នាញ់ដែលធ្វើឲ្យប្រុសវ័យក្មេងជាច្រើនអ្នកលបលួចស្រឡាញ់គាត់ផងដែរបាទនិយាយទៅមេម៉ាយនេះមិនត្រឹមតែមានទេហើយថែមទាំងរូបសម្រស់ក៏មិនចាញ់កមុំបានដែរបាទប៉ុន្តែភាពជោគជ័យខាងសម្ភារៈទាំងនេះมันអាចបំពេញចន្លោះប្រហោងនៅក្នុងផ្លូវចិត្តរបស់នាងបានទេប្តីរបស់នាងបានទទួលមរណភាពអស់ជាច្រើនឆ្នាំមកហើយដោយបន្សល់ទុកនៅភាពស្ងាត់ជ្រងំដ៏សែនធ្ងន់ធ្ងរនៅក្នុងវិឡាដ៏ធំមួយនេះបាទភាពឯកាដ៏សែនយូរបានក្លាយទៅជាជំងឺដែលធ្វើឲ្យនាងត្រូវការភាពកក់ក្ដៅជាពិសេសភាពស្និទ្ធស្នាលផ្នែករាងកាយដែលនាងបានខ្វះខាតយូរមកហើយដូចជាពាក្យចាស់ពោលថាខានយូជូមាត់បាទអ្នកស្រីកញ្ញាមិនអាចទ្រាំទ្រនឹងភាពទទេស្អាតនេះបានទៀតឡើយនាងបានដឹងថាខ្លួននាងមានកម្លាំងគ្រប់គ្រាន់ដើម្បីទទួលបានអ្វីដែលនាងចង់បាននាងបានចាប់ផ្ដើមលួងលោមចិត្តខ្លួនឯងដោយផ្ដើមស្វែងរកភាពរីករាយបណ្ដោះអាសន្នពីបរិសុទ្ធវ័យក្មេងៗដែលភាគច្រើនជាបុគ្គលិកក្រោមអាវ៉ាត់របស់នាងផ្ទាល់បាទអញ្ចឹងគាត់ធ្វើម៉េចបងប្អូនអាចកាត់យល់បានខ្លះយុវវ័យដែលពោពេញដោយកម្លាំងធម៌ពលជាមួយនឹងរូបរាងសង្ខារតែងតែជាចំណុចខ្សោយរបស់នាងបាទដំបូងគឺលោកសារ៉ាន់បាទស៊ីសារ៉ាន់មុនគេអ្នកមើលការខុសត្រូវឃ្លាំងស្តុកទំនិញដែលមានមាំនិងស្នាមញញឹមគួរឲ្យទាក់ទាញបន្ទាប់មកគឺលោកពិសិដ្ឋបាទពិសិដ្ឋទី2បាទបងប្អូនជំនួយការផ្នែករដ្ឋបាលដែលមានវ័យទៅតែ24ឆ្នាំមានសមល់ម៉ត់រលោងដូចព្រិលអ្នកស្រីកញ្ញាតែងតែរកវិធីដាក់សម្ពាធថ្នមធ្វើការសន្ទនាផ្ទាល់ខ្លួនមុននឹងបបួលពួកគេចូលក្នុងអន្តរភាពស្និទ្ធស្នាលបាទទីបំផុតអ្នកស្រីនៅតែស៊ីបានតែនាងតែងតែប្រាប់ខ្លួនឯងថានេះគ្រាន់តែជាការកំសាន្តមួយសម្រាប់ជីវិតនាងតែប៉ុណ្ណោះបាទនិយាយទៅគាត់លក្ខណៈថានៅតែមិនទាន់រកមនុស្សដែលគាត់ស្រឡាញ់ពេញចិត្តឡើយឯងគាត់តែបានណាកំដរអារម្មណ៍មកគ្រាលមកគ្រាអញ្ចឹងណាថ្មីនេះអ្នកស្រីកញ្ញាបានជួបនឹងចំណាប់អារម្មណ៍ថ្មីមួយទៀតគឺលោករតនាដែលជាតែកង់ឡានទៅតែចូលបម្រើការងារបាន2ខែរតនាមានវ័យជាង20ឆ្នាំប្លាយរូបរាងខ្ពស់ស្រឡះសម្បល់សអែមនិងមានកាយភ្នែកស្រទន់ដែលតែសម្លឹងមើលនាងដោយការគោរពគ្នាអត់ទាន់ដឹងអីទេបាទរតនាដូចមន់ថ្មីអញ្ចឹងបាទគ្រប់ពេលដែលរតនាបើកឡានចូលទៅប្រជុំតាមខេត្តយ៉ាងឱកាសទៀតអីតាឬទៅមើលការងារនៅរោងចក្រនាងតែងតែមានអារម្មណ៍ថាមានបរិសុទ្ធដែលមានធម៌ពលជុំវិញខ្លួនបាទល្ងាចមួយក្នុងដំណើរត្រឡប់ពីខេត្តកោះកុងវិញនាងបានប្រើល្បិចថានាងឈឺក្បាលខ្លាំងឈឺក្បាលនាងត្រូវការម៉ាស្សាបាទឲ្យបុគ្គលិកទៅម៉ាស្សាឲ្យទៀតពួកគេបានស្នាក់នៅសន្តាគារមួយកន្លែងនៅតាមផ្លូវអ្នកស្រីបានហៅរតនាឲ្យចូលក្នុងបន្ទប់របស់នាងរតនាឈរនៅមុខទ្វារដោយទឹកមុខភ័យបាទចូលមករតនាខ្ញុំឈឺក្បាលណាខ្ញុំត្រូវការអ្នកម៉ាស្សាសម្លេងរបស់នាងស្អកបន្តិចប៉ុន្តែមានឥទ្ធិពលគួរឲ្យចង់ស្ដាប់រតនាដើរចូលទៅជិតនាងហើយចាប់ផ្ដើមម៉ាស្សាស្មាពេលដែលនាងងាកមកសម្លឹងមើលភ្នែកគាត់ភាពតានតឹងក្នុងបន្ទប់ក៏កើតឡើងហើយសេចក្តីភ្លើងស្នេហាដ៏ពុះកញ្ជ្រោលក៏រវាងអ្នកទាំងពីរហ្នឹងក៏បានចាប់ផ្ដើមមកចវាយនាយក៏មិនបន្ធូរដៃប៉ុន្មានដែរហើយរតនាវិញដូចជាគោមិនគោចាស់ប៉ះស្មៅខ្ចីទេបាទមកគោក្មេងប៉ះគោចាស់បាទដៃឯងពិតជាមានកម្លាំងខ្លាំងណាស់រតនាហើយក៏មានកម្លាំងខ្លាំងដែរនាងនិយាយតិច
បាទអ្នកស្រីខ្ញុំគ្រាន់តែចង់ឲ្យអ្នកស្រីបានធូរស្រាលតែប៉ុណ្ណោះរតនាឆ្លើយដោយខ្យល់ដង្ហើមញាប់បន្តិចជប់នោះពួកគេបានរួមរឹតគ្នាដោយចំណងចំណូលចិត្តរលរៀលបាទរតនាពិតជាបាននាំមកនៅធម្មពលដែលនាងខ្វះខាតយូរមកហើយភាពក្មេងខ្ចីនឹងការយកទុកដាក់បណ្ដោះអាសន្នរបស់រតនាធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងនៅតែមានតម្លៃនឹងនៅតែគួរចង់បានពេលរតនាចេញពីបន្ទប់ទៅនាងដកដង្ហើមធំដោយអារម្មណ៍លាយឡំគ្នានាងសប្បាយចិត្តនឹងភាពតានតឹងដែលទទួលបានប៉ុន្តែអារម្មណ៍ទទេស្អាតក៏ត្រឡប់មកវិញភ្លាមបាទដូចជារលកដែលរសាយបាត់ទៅវិញក្រោយពេលប៉ះច្រាំងនិយាយទៅនេះជំងឺអ្នកមានបាទមានហើយហាក់ដូចជាបានតិចតួចត្រឡប់ទៅវិញដូចទៅមានតម្លៃណាមានច្រើនប៉ុន្តែខ្វះក៏ច្រើនដែរអ្នកស្រីរតនាបានដឹងច្បាស់ថាទោះបីបរិះវ័យក្មេងទាំងនោះផ្ដល់នៅភ្លើងស្នេហ៍ដ៏សន្ធោសន្ធើក៏ដោយក៏ពួកគេមិនអាចផ្ដល់នូវភាពកក់ក្ដៅនិងភាពស្មោះត្រង់ដែលនាងចង់បាននោះដែរពួកគេគ្រាន់តែឃើញនាងជាថៅកែឬក៏ជាស្រីមេម៉ាយដែលមានឥទ្ធិពលម្នាក់ប៉ុណ្ណោះបាទចឹងន័យថាអ្វីដែលគាត់ចង់បាននោះមិនទាន់គ្រប់គ្រាន់ឡើយទេចឹងរឿងនោះចឹងពីវត្តទៅយ៉ាងម៉េចទៀតបងប្អូនជួយតាមដានថ្ងៃមួយក្រុមហ៊ុនរបស់នាងបានចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចដ៏ធំមួយជាមួយក្រុមហ៊ុនដៃគូដែលតំណងគម្រោងអភិវឌ្ឍសង្គមនៅទីនោះនាងបានជួបនឹងលោកវិបលដែលជាម្ចាស់ក្រុមហ៊ុនសាងសង់មួយរូបដែលមានវ័យប្រហែលនាងដែរវិបលមានរាងគួរឲ្យគោរពទឹកមុខស្ងប់ស្ងាត់មានស្នាមជ្រួញបន្តិចបន្ទួចនៅក្បែរភ្នែកដែលជាសញ្ញាបញ្ជាក់ពីបទពិសោធន៍ជីវិតដ៏សម្បូរបែបក្នុងពេលប្រជុំវិបលមិនបានសម្លឹងមើលអ្នកស្រីកញ្ញាក្នុងន័យភាពតាក់ទាញផ្លូវភេទដោយបរិះវ័យក្មេងដទៃទៀតទេគាត់ផ្ដោតទៅលើការងារហើយនឹងនិយាយពីចក្ខុវិស័យនិងគោលការណ៍ដ៏រឹងមាំបាទចឹងវិបលជាមនុស្សដែលមានភាពចាស់ទុំចរិតគាត់ហ្នឹងគឺធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនបាទហើយក៏ជាបរិះពោះម៉ាយដែរបន្ទាប់ពីកិច្ចប្រជុំចប់វិបលបានដើរមកចិត្តនាងហើយសួរពីស្ថានភាពក្រុមហ៊ុនរបស់នាងដោយយកចិត្តទុកដាក់និងអស់ពីទឹកចិត្តបាទខ្ញុំដឹងថាវាជាការពិបាកណាស់ក្នុងការគ្រប់គ្រងក្រុមហ៊ុនធំមួយដែលខ្លួនឯងបន្ទាប់ពីបាត់បង់ដៃគូជីវិតបាទវិបលនិយាយទាំងញញឹមស្រាលបាទអ្នកស្រីកញ្ញាភ្ញាក់ផ្អើលនាងមិននឹកស្មានថាគាត់ដឹងពីរឿងផ្ទាល់ខ្លួនរបស់នាងហើយនិយាយដោយភាពអាណិតអាសូរចេញពីបេះដូងនោះទេធម្មតាបរិះដែលតែនិយាយសរសើរសម្រស់នេះមិនដែលមើលឃើញសភាពពិបាកផ្នែកអារម្មណ៍របស់នាងទេបាទលោកវិបលពេលនេះខ្ញុំមានអារម្មណ៍ឯកាខ្លាំងណាស់នាងសារភាពដោយស្មោះត្រង់បំផុតនៅពេលដែលនាងមិនធ្លាប់បង្ហាញភាពទន់ខ្សោយរបស់នាងទៅកាន់បរិះណាម្នាក់ឡើយខ្ញុំជាមេម៉ាយដែរខ្ញុំក៏ជាមេម៉ាយដែរអ្នកស្រីកញ្ញាខ្ញុំយល់ច្បាស់លោកវិបលឆ្លើយតែភាពឯកាមិនមែនមានន័យថាភាពទទេស្អាតនោះទេយើងនៅតែអាចស្វែងរកភាពកក់ក្ដៅពិតប្រាកដបានទោះបីជាមិនមែនជាការបំពេញចន្លោះការបាត់បង់ក៏ដោយបាទអញ្ចឹងគាត់យល់ចិត្តគ្នាដោយសារគាត់ជាបរិះពោះម៉ាយដែរអញ្ចឹងគាត់យល់ពីអារម្មណ៍ឯកាណាចាប់តាំងពីពេលនោះមកពួកគេក៏ចាប់ផ្ដើមតាក់ទងគ្នាបាទការសន្ទនារបស់ពួកគេពោពេញដោយភាពចាស់ទុំការយកចិត្តទុកដាក់គ្នាទៅវិញទៅមកនិងការគោរពលោកវិបលមិនបានទាមទារអ្វីដែលពីរាងកាយរបស់នាងឡើយផ្ទុយទៅវិញគាត់បានផ្ដល់នូវការការពារនិងភាពកក់ក្ដៅផ្នែកអារម្មណ៍ដែលនាងត្រូវការបំផុតបាទនឹងគាត់ជាមនុស្សដែលគាត់យល់ចិត្តណាគាត់បានយល់ពីបន្ទុកនៃការបាត់បង់និងភាពឯកាដែលមេម៉ាយយូរដូចគ្នាត្រូវប្រឈមបាទនៅយប់មួយពួកគេបានអង្គុយទទួលទានអាហារល្ងាចក្នុងសួនច្បារដ៏ស្ងប់ស្ងាត់របស់នាងលោកវិបលបានកាន់ដៃនាងយ៉ាងណែនហើយសម្លឹងមើលក្នុងកៅភ្នែកនាងដោយភាពទន់ភ្លន់ខ្ញុំមិនមែនជាបរិះវ័យក្មេងដែលពោពេញដោយធម៌ពលដោយអ្នកដទៃដែលអ្នកធ្លាប់ជួបនោះទេកញ្ញាគាត់និយាយតិចប៉ុន្តែអ្នកគឺជាបរិះពិតប្រាកដវិបលនាងឆ្លើយតបដោយទឹកភ្នែករលីងរលោងក្តីសុខដែលផ្ដល់ឲ្យខ្ញុំមិនមែនជាភ្លើងស្នេហ៍បណ្ដោះអាសន្នទេតែជាភ្លើងដែលផ្ដល់ភាពកក់ក្ដៅដល់បេះដូងខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រឡប់មកដល់ផ្ទះហើយនៅពេលនោះអ្នកស្រីកញ្ញាបានដឹងថាភាពស្និទ្ធស្នាលរាងកាយជាមួយយុវជនសង្ហាគ្រាន់តែជាការបិទបាំងភាពឯការបស់នាងប៉ុណ្ណោះក្តីសុខពិតប្រាកដគឺស្ថិតនៅលើភាពស្មោះត្រង់ការយោគយល់គ្នានិងភាពចាស់ទុំរបស់បរិះម្នាក់ដែលអាចធ្វើឲ្យនាងមានអារម្មណ៍ថា
នាងត្រូវបានគេស្រឡាញ់ដោយគ្មានលក្ខខណ្ឌបាទភាពស្មោះត្រង់ភាពកក់ក្ដៅនៃស្នេហាពិតប្រាកដរបស់លោកវិបុលបានរលាយបាត់បាទបានរំលាយនៅភាពជូរចត់ទាំងអស់ដែលបន្សល់ទុកដោយភាពឯកាដ៏យូរអង្វែងរបស់នាងហើយធ្វើឲ្យជីវិតអ្នកស្រីកញ្ញាពោពេញដោយសេចក្តីសុខដ៏អស្ចារ្យបំផុតបាទនេះគាត់ជួបស្នេហ៍ពិតរបស់គាត់ណាចឹងន័យថាជីវិតរបស់មនុស្សម្នាក់គឺមានពេលវេលាមានដែនកំណត់ពិតប្រាកដពេលខ្លះវាអត់ទាន់ដល់ពេលហើយលោកអ្នកនឹងជួបនៅរបស់ដែលលោកអ្នកចង់បានបាទអញ្ចឹងកុំទាន់អាតូចចិត្តអីពេលខ្លះពេលវេលាយើងវាអត់ទាន់មកដល់បាទអញ្ចឹងអរគុណច្រើនសម្រាប់ការស្ដាប់និងទស្សនាសាច់រឿងពីដើមដល់ចប់ហើយសម្រាប់ admin នឹងមានរឿងថ្មីបន្តទៀតកុំភ្លេច follow like comment លើ channel របស់ admin ម្នាក់មួយផងបាទអរគុណច្រើន